ជាសួរបងប្អូននេះជាទេសភាពកំពង់ចលងស្រុកកងមាសតែកំពង់ចលងនេះមានប្រវត្តិតាំងពីយូរលង់មកហើយតាំងពីសម័យដែលជាតំបន់ដែលជាកំពង់ផែដែលប្រជាពលរដ្ឋខេត្តកំពង់ចាមក៏ដូចស្រុកកងមាសធ្វើដំណើរទៅភ្នំពេញឬក៏ទិញទំនិញពីភ្នំពេញមកស្រុកលក់ដូរវិញហើយឥឡូវវាប្រែស្ងាត់ភាសាគេមានហេតុការណ៍ដែលយើងពងផ្សេងផ្លូវក្នុងតំបន់ផ្សេងហើយចេញពីពងដនមកយើងឃើញទីតាំងផ្សារពាណិជ្ជករដែលនៅស្ថានភាពរៀងដដែលទេមានប្រជាពលរដ្ឋលក់ដូរទូទៅទាំងអស់ច្រើនហើយបើយើងក៏លេចមើលទៅមកទៀតនេះគឺកោះនេះជាច្រើនមានជាពលរដ្ឋគាត់ធ្វើចកាដាំបន្លែផ្លែឈើហើយមានចកាគោធំហើយចកាគោឥឡូវទៅវាសល់តិចជាងមុនហើយទូកដក៏អត់សូវជាមានញឹកអីទេមានត្រូវឆ្លងកាត់ទៅក្រោយខាងមួយខែនេះខែទឹកឡើងចំនួនមុននេះគេមានគេស្ទូចច្រើនណាស់លើស្ងាត់បាទជេពីច្រាងដីនៅពាណិជ្ជករហើយនេះអត់សូវបាក់អីទេបើអ្នកមានលុយមានអីគេមកធ្វើផ្ទះជាប់ទលេតាមដងទលេហ្នឹងគឺខ្យល់អាកាសល្អសប្បាយរីករាយ